សូមស្វាគមន៍មកកាន់រឿងអប់រំកុមារចំណងជើងថាដំណើរតស៊ូឆ្ពោះទៅរកក្តីស្រមៃតួអង្គសំខាន់ក្នុងសាច់រឿងមានដូចជាសុវណ្ណជាតួអង្គឯកសុផាជាមិត្តភក្តិទេពីជាមិត្តភក្តិមនីជាសត្វចិញ្ចឹមមិត្តភក្តិសូមអញ្ជើញទស្សនាដោយក្តីរីករាយទាំងអស់គ្នានៅក្នុងភូមិដាច់ស្រយាលមួយក្បែរជួរភ្នំខ្យល់អាកាសបរិសុទ្ធបក់មកត្រជាក់ស្រួលសុវណ្ណជាក្មេងប្រុសដែលមានក្តីសុបិនចង់ក្លាយជាគ្រូពេទ្យដ៏ពូកែម្នាក់ផ្ទះតូចរបស់គេព័ទ្ធជុំវិញទៅដោយដើមឈើបៃតងនិងសួនបន្លែចម្រុះពណ៌រៀងរាល់ព្រឹកព្រះអាទិត្យតែងតែរះបញ្ចេញពន្លឺពណ៌មាសមកលើដំបូលផ្ទះរបស់គេសុវណ្ណញញឹមយ៉ាងស្រស់ស្រាយពេលភ្ញាក់ពីគេងដើម្បីត្រៀមខ្លួនទៅរៀនសុវណ្ណរៀបចំសៀវភៅនិងប៊ិចដាក់ក្នុងកាតាបយ៉ាងមានរបៀបរៀបរយបំផុតគេស្លៀកពាក់ឯកសណ្ឋានសាលាពណ៌សខៀវដែលម្ដាយបោកយ៉ាងស្អាតបាតម្ដាយរបស់សុវណ្ណបានហុចកញ្ចប់បាយនិងទឹកដុតមួយឲ្យរូបគេសុវណ្ណលើកដៃសំពះលាម្ដាយដោយក្តីគោរពមុននឹងចេញទីផ្ទះគេដើរទាំងតែក្រោយដោយក្តីសង្ឃឹមយ៉ាងពេញទំហឹងក្នុងចិត្តផ្លូវទៅសាលារៀនត្រូវកាត់តាមព្រៃដ៏ធំល្វឹងល្វើយនិងមានដើមឈើធំធំជាច្រើនសុវណ្ណដើរតាមផ្លូវដីក្រហមតូចមួយដែលមានផ្កាព្រៃរាកស្គុបស្កាយតាមសងខាងផ្លូវគេដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធនៃធម្មជាតិសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នាបង្កើតជាតន្ត្រីដ៏ពិរោះរណ្ដំក្នុងព្រៃស្ងាត់សុវណ្ណមានអារម្មណ៍ថាព្រៃឈើជាមិត្តដ៏ល្អដែលការពាររូបគេរាល់ថ្ងៃភ្លាមនោះសុវណ្ណបានជួបនឹងផ្លូវដែលពោរពេញទៅដោយភក់ដោយសារភ្លៀងធ្លាក់កាលពីយប់មិញគេសម្លឹងមើលស្បែកជើងពណ៌សរបស់ខ្លួនដែលខ្លាចប្រឡាក់ភក់ប៉ុន្តែការចង់រៀនសូត្រគឺជារឿងសំខាន់ជាងអ្វីទាំងអស់សុវណ្ណចាប់ផ្ដើមដាវយឺតនិងប្រើមែកឈើជួយទប់លំនឹងខ្លួនឯងឲ្យជាប់គេរៀនពីរបៀបដាវលើដីរអិលដោយការយកចិត្តទុកដាក់បំផុតនៅតាមផ្លូវសុវណ្ណបានឃើញមេអំបៅពណ៌ស្រស់ស្អាតហើរមកជិតខ្លួនរបស់គេឈប់បន្តិចដើម្បីសង្កេតមើលរបៀបដែលសត្វល្អិតរស់នៅក្នុងធម្មជាតិគេបានរៀនថាដើមឈើខ្លះអាចផ្ដល់មិនលប់និងដើមខ្លះទៀតអាចផ្ដល់ផ្លែឈើហូបបានសុវណ្ណក៏ចំណាំក្នុងចិត្តអំពីចំណេះដឹងថ្មីដែលគេបានឃើញក្នុងព្រៃធម្មជាតិគឺជាសាលារៀនដ៏ធំមួយដែលបង្រៀនគេឲ្យចេះសង្កេតសុវណ្ណបានជួបនឹងសុភ័ក្រដែលកំពុងអង្គុយសម្រាកនៅក្រោមដើមឈើធំមួយសុភ័ក្រមើលទៅហាក់ដូចជាហត់នឿយនិងស្រេកទឹកខ្លាំងណាស់សុវណ្ណដើរទៅជិតហើយសួរនាំមិត្តភក្តិដោយចិត្តបារម្ភគេបានដកដបទឹករបស់ខ្លួនចេញពីកាតាបដើម្បីចែករំលែកឲ្យសុភ័ក្រផឹកសុភ័ក្រញញឹមយ៉ាងសប្បាយចិត្តនិងថ្លែងអំណរគុណដល់មិត្តសម្លាញ់ក្មេងប្រុសទាំងពីរនាក់បន្តដំណើរជាមួយគ្នាដោយភាពសប្បាយរីករាយស្រាប់តែមានមែកឈើធំមួយបានបាក់ធ្លាក់ចុះមកបិទផ្លូវដើររបស់ពួកគេសុវណ្ណនិងសុផាតព្យាយាមទាញមែកឈើនោះចេញពីផ្លូវជាមួយគ្នាពួកគេរៀនពីកម្លាំងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាដ៏លំបាកទីបំផុតផ្លូវក៏ត្រូវបានបើកឲ្យដើរបានស្រួលដូចដើមវិញពួកគេបានជួបទេពីដែលកំពុងដើររើសផ្កាព្រៃនៅក្បែរមាត់អូរតូចមួយទេពីប្រាប់ថាគាត់ភ្លេចយកអាហារសម្រន់មកទីផ្ទះសម្រាប់ពេលសម្រាកសុវណ្ណមិនស្តាក់ស្ទើរឡើយគេបានហែកនំអន្សមចែកទៅឲ្យទេពីពាក់កណ្ដាលទេពីមានអារម្មណ៍រំភើបចំពោះទឹកចិត្តដ៏សប្បុរសរបស់មិត្តភក្តិទាំងពីរ
ការចែករំលែកធ្វើឲ្យចំណងមិត្តភ័ក្តិរបស់ពួកគេកាន់តែរឹងមាំខ្លាំងឡើងម្នេះដែលជាស្វាតូឆ្លាតវៃបានលូតចុះពីលើដើមឈើមកលេងជាមួយពួកគេម្នេះបានបង្ហាញផ្លូវកាត់ខ្លីមួយដែលជួយឲ្យពួកគេទៅសាលាទាន់ពេលក្មេងៗទាំង3នាក់ដើរតាមម្នេះដោយក្តីទុកចិត្តនិងរីករាយពួកគេរៀនពីរបៀបរស់នៅចុះសម្រុងជាមួយសត្វព្រៃក្នុងតំបន់ម្នេះហក់លុតចុះឡើងធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើតយ៉ាងក្អាកក្អាយមេឃស្រាប់កាយប្រែជាខ្មៅងងឹតហើយដំណក់ភ្លៀងចាប់ផ្ដើមធ្លាក់ចុះមកបន្តិចម្ដងសូវ៉ាន់ប្រាប់មិត្តភ័ក្តិឲ្យរកកន្លែងជ្រកដើម្បីកុំឲ្យទឹកសៀវភៅរៀនពួកគេបានឃើញស្លឹកចេកព្រៃធំៗហើយយកវាមកធ្វើជាឆ័ត្របណ្ដោះអាសន្ននេះគឺជាបំណិនជីវិតដ៏សំខាន់ក្នុងការប្រែប្រាស់របស់ធម្មជាតិមកដោះស្រាយបញ្ហាពួកគេឈរជ្រកភ្លៀងជាមួយគ្នាដោយភាពកក់ក្ដៅក្នុងចិត្តបំផុតខណៈពេលជ្រក់ភ្លៀងពួកគេបានឮសំឡេងសត្វចាបតូចមួយយំរកជំនួយសត្វចាបនោះបានធ្លាក់ពីសម្បុកដោយសារខ្យល់បក់ខ្លាំងពេកសូវ៉ាន់និងមិត្តភ័ក្តិបានជួយលើកសត្វចាបដាក់ក្នុងសម្បុកវិញយ៉ាងថ្នមដៃពួកគេរៀនពីក្តីមេត្តាករុណាចំពោះសត្វលោកដែលទន់ខ្សោយជាងខ្លួនសត្វចាបមេវាបានហើរមកយំអរគុណពួកគេពីលើមែកឈេភ្លៀងឈប់ធ្លាក់ហើយមេឃក៏ចាប់ផ្ដើមស្រឡះត្រឡប់មកវិញយ៉ាងលឿនពន្លឺព្រះអាទិត្យចាំងឆ្លប់ជាមួយតំណក់ទឹកនៅលើស្លឹកឈើដូចជាគ្រាប់ពេជ្រក្មេងៗបន្តដំណើរទៅមុខទៀតដោយក្តីស្រស់ស្រាយនិងស្វាហាប់បំផុតពួកគេបានឃើញឥន្ទធនុចម្រុះពណ៌លេចឡើងនៅលើមេឃយ៉ាងស្អាតសុវណ្ណប្រាប់មិត្តភ័ក្តិថាក្រោយភ្លៀងមេឃតែងតែស្រឡះជានិច្ចគូគេត្រូវឆ្លងកាត់អូរតូចមួយដែលមានទឹកហូរថ្លាឆ្វេងឃើញដល់បាតដីសុវណ្ណបានបង្រៀនមិត្តភ័ក្តិឲ្យចេះដើរលើថ្មដែលមិនរអិលដើម្បីឆ្លងទៅមើលខាងពួកគេកាន់ដៃគ្នាជាប់ដើម្បីធានាសុវត្ថិភាពឲ្យគ្នាទៅវិញទៅមកការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកគឺជាមេរៀនជីវិតដ៏មានតម្លៃទីបំផុតពួកគេបានឆ្លងអូរដោយជោគជ័យនិងមិនមានអ្នកណាមួយអ្នកទទឹកជើងឡើយពួកគេបានដើរដល់ទួលខ្ពស់មួយដែលអាចមើលឃើញសាលារៀនពីចម្ងាយសាលារៀនតូចរបស់ពួកគេស្ថិតនៅចំកណ្ដាលជ្រលឹមភ្នំដ៏មានសេចក្តីសុខសំឡេងជួងសាលារៀនបន្លឺឡើងយ៉ាងពីរោះរណ្ដំអង្រួនចិត្តក្មេងៗពួកគេចាប់ផ្ដើមរត់បន្តិចៗដើម្បីឲ្យទៅដល់សាលាឲ្យបានលឿនតាមដែលអាចធ្វើទៅបានស្នាមញញឹមបានលេចឡើងនៅលើផ្ទៃមុខរបស់ក្មេងៗគ្រប់គ្នានៅមាត់ទ្វារសាលាលោកគ្រូអ្នកគ្រូកំពុងរង់ចាំទទួលសិស្សដោយក្តីសប្បុរសសុវណ្ណនិងមិត្តភ័ក្តិលើកដៃសំពះជម្រាបសួរលោកគ្រូអ្នកគ្រូយ៉ាងគួរសមបំផុតពួកគេដាក់កាតាព្រៀងរៀងខ្លួននិងរៀបចំសម្ភារសិក្សាដើម្បីត្រៀមរៀនបរិយាកាសក្នុងថ្នាក់រៀនពោរពេញទៅដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់ការខិតខំដើរផ្លូវឆ្ងាយពិតជាមានតម្លៃណាស់សម្រាប់ចំណេះដឹងក្នុងម៉ោងសិក្សាសូវ៉ាន់បានឡើងធ្វើបទបង្ហាញអំពីដំណើរការរស់នៅរបស់រុក្ខជាតិគេបានយកឧទាហរណ៍ពីអ្វីដែលគេបានឃើញក្នុងព្រៃនាព្រឹកនេះមកនិយាយមិត្តភ័ក្តិក្នុងថ្នាក់ទាំងអស់ស្ដាប់ការរៀបរាប់របស់សូវ៉ាន់ដោយការចាប់អារម្មណ៍លោកគ្រូបានសរសើរពាក្យសម្ដីនិងការសង្កេតដ៏ឆ្លាតវៃរបស់សូវ៉ាន់ចំណេះដឹងមិនមែនមានតែក្នុងសៀវភៅទេតែវានៅជុំវិញខ្លួនយើងជានិច្ចពេលសម្រាកក្មេងៗទាំងអស់បានអង្គុយញ៉ាំអាហារជុំគ្នានិងចែករំលែកនំគ្នាទៅវិញទៅមកពួកគេនិយាយលេងសើចយ៉ាងសប្បាយរីករាយអំពីដំណើរផ្សងព្រេងក្នុងព្រៃសូវ៉ាន់មានអារម្មណ៍ថាការរស់នៅជាមួយគ្នាដោយសាមគ្គីភាពពិតជាមានសេចក្តីសុខណាស់គ្មានអ្វីដែលរីករាយជាងការបានរៀននិងបានលេងជាមួយមិត្តភ័ក្តិឡើយ
ពួកគេសន្យាថានឹងខិតខំរៀនជាមួយគ្នាដើម្បីអនាគតដ៏ល្អមុនពេលត្រឡប់ទៅផ្ទះវិញលោកគ្រូបានផ្ដល់មេរៀនអប់រំចិត្តដ៏សំខាន់មួយដល់សិស្សលោកគ្រូមានប្រសាសន៍ថាការតស៊ូគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតការធ្វើអំពើល្អនិងការចែករំលែកនឹងធ្វើឲ្យយើងក្លាយជាមនុស្សដែលមានតម្លៃក្មេងៗទាំងអស់ក៏ត្រាពីអប់រំទាំងនេះទុកក្នុងចិត្តរបស់ពួកគេលាលោកគ្រូដោយទឹកមុខញញឹមស្រស់ស្រាយបំផុតសុវណ្ណសុភ័ក្រនិងទេពីដើរត្រឡប់ទៅផ្ទះវិញជាមួយគ្នានៅពេលល្ងាចយ៉ាងមានក្តីសុខព្រះអាទិត្យចាប់ផ្ដើមជ្រេទៅទិសខាងលិចបង្កើតជាពន្លឺពណ៌ក្រហមឆ្អៅពេញអាកាសដំណើរតស៊ូថ្ងៃនេះបានបង្រៀនពួកគេឲ្យចេះអត់ធ្មត់ជួយគ្នានិងស្រឡាញ់ធម្មជាតិពួកគេដឹងថាដរាបណាយើងមានក្តីសង្ឃឹមនិងការតស៊ូយើងនឹងឈានដល់ក្តីសុបិនមេរៀនជីវិតនៅថ្ងៃនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ពួកគេ